នេះហើយជាទឹកចិត្តរបស់បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាទោះបីជាព្យុះភ្លៀងខ្លាំងប៉ុណ្ណាក៏មិនបោះបង់ចោលអ្នកប្រកួតដែរប្រាប់ណាកីឡាករទាំងពីរក្រុមនៅតែរត់លើទីលានគឺថាអ្នកគាំទ្រនឹងគឺនៅតែបន្តស្រែកហូរលើកទឹកចិត្តឲ្យកីឡាកររហូតតតែចប់នេះគឺជាទស្សនវិជ្ជាដែលបានបង្ហាញពីស្មារតីកីឡាភាពអត់ធ្មត់ការតស៊ូនិងសាមគ្គីភាពដែលគួរឲ្យកោតសរសើរខ្លាំងមែនទែននេះគឺជាព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាបឆ្នាំ2026ក្រុមប្រធានបទទាំងអស់គ្នាដើម្បីកីឡាដើម្បីសុខភាពនិងសាមគ្គីភាពតែព្រឹត្តិការណ៍នេះដែរបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យកីឡាការថែរក្សាសុខភាពនិងការបង្កើនសាមគ្គីភាពក្នុងសហគមន៍ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបពិតជាអរគុណខ្លាំងមែនទែនទៅដល់ថ្នាក់ដឹកនាំដែលបានគិតគូររៀបចំកម្មវិធីនេះឡើងព្រមទាំងសង្ឃឹមថានាពេលអនាគតនឹងមានការរៀបចំព្រឹត្តិការណ៍បែបនេះឲ្យបានកាន់តែច្រើននៅក្នុងខេត្តសៀមរាបក៏ដូចជាខេត្តនានាដែលនៅក្នុងប្រទេសយើងដើម្បីផ្ដល់ឱកាសឲ្យយុវជនដែលស្រឡាញ់វិស័យកីឡាបានបញ្ចេញសមត្ថភាពនិងលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសយើងឲ្យកាន់តែរីកចម្រើនបន្តទៅមុខទៀតយើងជាសសរកម្ពុជាខ្មែរតែមួយយើងលើកជួយយើងត្រូវតែជួយគ្នា